កីឡាករ Marcus Rashford ទំនងជានឹងចាក់ចេញពី Manchester United នៅរដូវកាលនេះបន្ទាប់ពីមិនស្ថិតក្នុងការចាប់អារម្មណ៍របស់លោក Robin Amorim ហើយកីឡាករវ័យ27ឆ្នាំរូបនេះក៏បានចាក់ចេញទៅកាន់ក្លឹប Aston Villa ក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមករាកីឡាករសញ្ជាតិអង់គ្លេសចង់ផ្លាស់ទៅ Barcelona ខណៈក្លឹបយក្សកាតាឡានក៏ចាប់អារម្មណ៍ផងដែរប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយការផ្លាស់ប្ដូរនេះប្រហែលជាមិនអាចសម្រេចនោះទេដោយសារម្ចាស់ជើងឯក La Liga មិនមានឆន្ទៈក្នុងការបំពេញតាមការទាមទាររបស់បិសាចក្រហមបើយោងតាមការចេញផ្សាយរបស់ The Sun បានឲ្យដឹងថាក្លឹប Inter ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើ Rashford នៅរដូវក្តៅនេះបន្ទាប់ពីការប្រកួតចុងក្រោយរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League ទល់នឹង PSG ក្លឹបយក្សនៅអ៊ីតាលីចាប់អារម្មណ៍លើការកសាងក្រុមរបស់ពួកគេឡើងវិញជាពិសេសចំពេលមានរបាយការណ៍ថាអ្នកចាត់ការលោក Simon Inzaghi អាចនឹងត្រូវទៅដឹកនាំក្លឹប Al Hilal នៅអារ៉ាប៊ីសាអូឌីតក្លឹប Aston Villa ក៏ចាប់អារម្មណ៍ក្នុងការនាំយក Rashford ត្រឡប់ទៅកាន់ Villa Park វិញនៅរដូវក្តៅនេះបន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អពេលខ្ចីជើងក្រោមការដឹកនាំរបស់លោក Unai Emery ទោះជាយ៉ាងណាក៏ដោយក្រុម Aston Villa ខកខានមិនបានលេង Champions League ហើយក្លឹបក៏មិនអាចផ្ដល់ប្រាក់ឈ្នួលដ៏ច្រើនសម្រាប់កីឡាករវ័យ27ឆ្នាំរូបនេះដូច្នេះប្រសិនបើ Barcelona ដកខ្លួនចេញពីកិច្ចព្រមព្រៀងសម្រាប់ Rashford ដែរនោះ Inter នឹងក្លាយជាក្លឹបដែលនាំមុខគេក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធស្លាបក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាបើកចំហសម្រាប់កិច្ចព្រមព្រៀងខ្ចីជើង Rashford ហើយប្រសិនបើភាគីកាតាឡានអាចដោះស្រាយបញ្ហាប្រាក់ឈ្នួលរបស់ខ្សែបម្រើស្លាបជាមួយក្រុមបិសាចក្រហមនោះក្រុមកាតាឡានប្រហែលជាទំនងធ្វើកិច្ចព្រមព្រៀងសម្រាប់ Rashford ទោះជាយ៉ាងណាក៏ដោយ Inter នឹងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ខណៈដែលពួកគេចង់ធ្វើឲ្យក្រុមមានកម្លាំងឡើងវិញ